với không anh mơ té lên khai như vậy khai xây chân ổn cho mơ nghe mẹn khinh khai tôi năng thật ho mẹn làm cho mơ nghe anh đang ở trên đây khai nha thấy tụi miên khai đỉnh xuống đo ở đây khai na cái miên bật cột khai học tiếng miên hói này khai nhỉ bà hói lên bà hói là vốn sò mà mới nè mày trong mơ ôn bà hói mẹn có tới bông chào mơ chỉ bước miên ho thì khai trong ấy mỏng chồng ha đó chụp hai thả thoát thôi mày nhắn những cái này nhắn cho mày à buồn thả thoát thôi khai xây chống cặp bạ là anh chồng khai ôn ở ho mền bàn tay ôn men khai lên men đôi máy ôn men khai lênอะไรนะโบตอนนี้ใครเลี้ยงแม่แต่ใครโบงอ่ะรอจริงโอนมาป้อนโดงอ่ะจะมือแต่เคยใครโบงอะไรนั้นใช่ยันลูกเอ้ยต้องมีใครเลี้ยงห้องคงมาอวดได้โบมันจะแต่โอได้โอนบางเชื้อแต่มือแม่แต่มือติดเตี้ยจ้ะใครนู้นอาจจะโอนมาป้อนโยจ่อมันเดินจังนั้นไปให้เงินมือหมอกอะไรบงไปตะหาเนี่ยบงน้อมโอนแต่เฟื่อหมอกแม่ว้าวไม่เนาะใครใส่บงน้อมแต่เฟื่อใครทำไมอ่ะใครใส่จังตอนมีใครโอนเลี้ยงน้องเธอเลยกูไอ้ให้บ่โอนหลังติ๊กเลยมาអូននឹងបានខ្លែងយកទៅប្រហោះនឹងជាដំបូងគឺយើងត្រូវការកាប់ឫស្សីសិនបងប្អូនអរគ្នាចំណែកឯឫស្សីនេះដែរគឺយើងមិនមែនចេះតែយកមកកាច់ធ្វើខ្លែងទេដោយសារតែឫស្សីនឹងគឺមានពីរប្រភេទណាឫស្សីព្រៃហើយនិងឫស្សីស្រុកនឹងឯងតែគុណសម្បត្តិរបស់វានឹងគឺដូចគ្នាទេគ្រាន់ថាឫស្សីព្រៃនឹងសាច់វារឹងជាងហើយនិងហាប់ជាងចឹងណាបងប្អូនអរគ្នាឫស្សីដែលយកមកកាច់ធ្វើខ្លែងនេះណាមិនមែនចេះតែយកមកធ្វើទេបងប្អូនអរគ្នានឹងត្រូវជ្រើសរើសឫស្សីដែលមានគុណភាពដែរឫស្សីដែលមានគុណភាពហ្នឹងគឺឫស្សីដែលមានសាច់ក្រហមហើយចាស់ចឹងណាបងប្អូននិយាយទៅគឺធន់កដានឹងឯងគ្រប់យ៉ាងគឺគេយកទៅអស់ចម្លងទៅអស់ហើយនៅឡើយតែខ្លែងឯងទេព្រោះអីគឺអត់មានអ្នកណាប្រទេសណាធ្វើបានដូចជនជាតិខ្មែរទេបងប្អូនចឹងហើយព្យាយាមរក្សាព្យាយាមគ្រប់គ្រងខ្លែងឯកខ្មែរយើងបងប្អូនកុំឲ្យបាត់បង់ដូចអ្វីផ្សេងទៀតថែរក្សាហ្នឹងមិនថែរក្សាមកទេបងប្អូនគឺយើងថែរក្សាដោយការលេងនឹងឯងលាក់ខ្យល់មានខ្យល់អីហ្នឹងគឺយើងយកខ្លែងឯកហ្នឹងទៅប្រហោះលេងអីចឹងណាបន្ទាប់ពីសិតហើយថ្លឹងឆ្អឹងហ្នឹងស្មារតីគ្នាល្អឥឡូវនេះបងប្អូនអរគ្នាគឺយើងចាប់ដើមក្នុងការពុតឆ្អឹងខ្លែងនិងចុងឆ្អឹងខ្លែងហ្នឹងភ្ជាប់ជាមួយនឹងទ្រុងកដាលរបស់ខ្លែងនឹងឯងគេហៅថាឆ្អឹងត្រង់ណាបងប្អូនហើយរបៀបក្នុងការចងឆ្អឹងខ្លែងនេះដែរគឺមានខុសៗគ្នាផងដែរប៉ុន្តែចងរបៀបនេះបងប្អូនឆ្អឹងរបស់យើងហ្នឹងគឺអត់ដាវទេវាណែនបានល្អហើយនឹងជាប់បានល្អបងប្អូនវាអត់រង្គីរង្គើបន្ទាប់ពីរៀបចំឆ្អឹងខ្លែងហ្នឹងកាច់ចេញជារូបរាងខ្លែងហើយឥឡូវនេះគឺចាប់ដើមក្នុងការយកឆ្អឹងខ្លែងហ្នឹងមកបិទកណាត់តែម្ដងណាបងប្អូនអរគ្នាចង់បិទជាមួយกระดาษក៏បានបិទជាមួយអីក៏បានដែរប៉ុន្តែដោយសារតែខ្ញុំចង់ប្រើប្រាស់ជាមួយនឹងសាច់កណាត់ណាព្រោះវាមានពណ៌ស្រាប់ចឹងហើយគឺយើងបិទជាមួយនឹងសាច់កណាត់តែម្ដងទៅរបៀបក្នុងការបិទនេះគឺងាយស្រួលបងប្អូនប៉ុន្តែបើសិនជាយើងអត់ចេះបិទក៏ពិបាកដែរពិបាកមិនបងប្អូនគឺធ្វើឲ្យសាច់កណាត់របស់យើងជាមួយនឹងខ្លែងហ្នឹងវាជ្រីជ្រួញអីចឹងទៅតែបើសិនជាអត់ចង់ឲ្យកណាត់ហ្នឹងវាជ្រីជ្រួញបងប្អូនកជាមួយនឹងឈើឬក៏អ្វីក៏បានដែរឲ្យតែធ្ងន់ណាកលើឆ្អឹងខ្លែងហ្នឹងទៅគឺវាទប់លំនឹងហើយបងប្អូននៅពេលដែលយើងបិទកណាត់ទៅវាអត់វិចវេទៅណាទៅណីអីចឹងណាវានៅនឹងថ្កល់ហើយឥឡូវនេះគឺរួយបងប្អូននេះគឺថាខ្ពស់ខ្លាំងមែនតើត្មងណា2.20 ម៉ែត្របងប្អូននិយាយទៅគឺថាស្អាតខ្លាំងមែនតើត្មងណាកម្ពស់សមរូបរាងណាបងប្អូន